បំណុលគឺជាសត្រូវរបស់យើងនេះគឺជាឃ្លាអប់រំរបស់លោក Darcy ដែលត្រូវបានគេចាត់ទុកថាជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងជាអ្នកនិពន្ធដ៏ល្បីល្បាញបំផុតម្នាក់នៅខាងក្រោមនេះគឺជាដំបូន្មានល្អដើម្បីធ្វើឲ្យយើងជៀសពីបំណុលអាក្រក់ 1. ចំណាយតិចឲ្យជាងចំណូលកុំចំណាយលើអ្វីដែលអ្នករកបានប៉ុន្តែត្រូវកំណត់ថវិកាម៉ាស៊ីនល្អិតល្អន់និងគោរពឲ្យរៀងរាល់ខែ 2. បង្កើនមូលនិធិបន្ទាន់ដាក់លុយសន្សំសម្រាប់គណនេយ្យបន្ទាន់អាចយ៉ាងហោចណាស់ក៏បាន$1000ដើម្បីទប់ស្កាត់បញ្ហាចាំបាច់បន្ទាប់មកសន្សំឲ្យបាន3 ទៅ 6 ខែនៃការចំណាយប្រចាំខែ 2. កម្ចាត់បំណុលដោយប្រើរូបមន្ត Debt Snowball រៀបចំពីតូចទៅធំហើយបង់បំណុលតូចជាមុនសិនវាជួយបង្កើនទឹកចិត្តនិងរហ័សក្នុងការសម្រេចនៃលទ្ធផល 4. រក្សាភាពវិន័យលើលុយចូលចិត្តការរស់នៅទៅតាមស្ថានភាពទាំងស្រុងហើយកុំដាក់ខ្លួនក្នុងសម្ពាធសង្គមពេកដើម្បីទិញរបស់ដែលអ្នកមិនអាចទិញបានត្រូវចាំថាកុំទិញទៅតាមអារម្មណ៍ប៉ុន្តែប្រើប្រាស់លុយទិញទៅតាមអ្វីដែលចាំបាច់ 5. វិនិយោគដ៏ឆ្លាតវៃបន្ទាប់ពីគ្មានបំណុលហើយចូលសន្សំសម្រាប់ចូលនិវត្តន៍យ៉ាងហោចណាស់ឲ្យបាន 15% នៃចំណូលរបស់អ្នកក្នុងមួយខែ 6. រៀនបង្រៀនកូនអំពីលុយបង្ហាត់កូនអំពីការសន្សំការចំណាយនិងការធ្វើការផ្លាស់ប្ដូរចិត្តទាក់ទងទៅនឹងលុយតាំងពីក្មេងនិងទី 7 នេះចែកចាយបន្តចូលចែកចាយបន្តទៅអ្នកដទៃទៀតប្រសិនបើអ្នកមានស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុល្អហើយត្រូវតែចែករំលែកទៅអ្នកដទៃនេះគឺជាកន្លែងដែលលោក Darcy និយាយថាជីវិតល្អបំផុតគឺអាចផ្ដល់និងជួយបានទៅអ្នកដទៃនិងចុងក្រោយនោះ Darcy បាននិយាយថារស់ឲ្យខុសពីឥឡូវដើម្បីពេលក្រោយអ្នកអាចរស់និងចែករំលែកបានខុសពីគេសូមជួយចែករំលែកសារមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងទៀតផងសូមអរគុណ